បាទសួស្តីបងមួយអរគ្នាបាទវីដេអូនេះចង់បញ្យល់តាក់ទងនឹងឧបករណ៍ VR បងប្អូនខ្លះគាត់អត់ស្គាល់ចឹងខ្ញុំនឹងបញ្យល់ឲ្យយល់ហើយនឹងរបៀបប្រើប្រាស់ខ្លះអូខេអញ្ចឹងសម្រាប់ឧបករណ៍នេះជាឧបករណ៍មួយសម្រាប់បងប្អូនចង់មើលវីដេអូឬក៏ចង់លេងហ្គេមបែប 3D ឬក៏បែបពិតផ្ទាល់ដូចយើងនៅក្នុងស្ថានភាពនាងនឹងអញ្ចឹងណាអញ្ចឹងវិធីសាស្ត្រក្នុងការប្រើប្រាស់គឺយើងត្រូវមានឧបករណ៍ VR នេះមួយ model នេះគឺមានឈ្មោះថា VRG X7 Pro ហើយសម្រាប់ VR នេះគឺមានហៅ lens blue light កាត់បន្ថយពន្លឺទូរស័ព្ទចូលមកកាន់ភ្នែកយើងទៀតហើយធ្វើឲ្យរូបភាពរបស់យើងច្បាស់ណាហើយវិធីសាស្ត្រក្នុងការប្រើប្រាស់នេះដូចក្នុងការបង្ហាញរបស់ខ្ញុំនោះគឺមានទូរស័ព្ទមួយហើយដាក់ចូលក្នុងឧបករណ៍ VR នេះតែម្ដងអញ្ចឹងដើម្បីអាចមើលបានទីមួយបងប្អូនចូលទៅកាន់ YouTube វាយពាក្យថា VR ខាងមុខទៅហើយយើងចង់មើលអីគេណាអវតារអញ្ចឹងទៅគឺយើងចាញ់បើយើងចាញ់អាទម្រង់កវានេះបានបងប្អូនស្រួលហ្មងគឺសកម្មភាពយើងចង់មើលទឹកដៅណាគឺយើងបបិលខ្លួនមើលខ្លួនឯងហើយដើម្បីអាចចុចបានគឺយើងនោះមើលកន្លែងវីដេអូវាមានរូបវ៉ែនតាយើងចុចលើហ្នឹងទៅវាពុះអេក្រង់ចេញជាពីរតែម្ដងហើយសម្រាប់កម្មវិធី game Play Store App Store បងប្អូនអាចវាយតាមខ្ញុំទៅវាយតែពាក្យខាងមុខទៅ VR អញ្ចឹងវាចេញមកឬក៏ VR game ទៅបងប្អូនឃើញហើយយើងឆ្លាញ់អាណាយើងចង់សាកអាណាយើង download ហ្នឹងមកហើយនៅក្នុង app game គឺវាមានកន្លែងយើងចុចមុខងារ VR mode ណាយើងចុចទៅវានឹងពុះអេក្រង់ចេញជាពីរសម្រាប់យើងដាក់ចូលក្នុងឧបករណ៍ VR អញ្ចឹងឥឡូវខ្ញុំអនុវត្តផ្ទាល់ឲ្យបងប្អូនមើលនេះសកម្មភាពនេះគឺការលេង game ងាកចុះងាកឡើងណាបាទសកម្មភាពនោះហើយនឹងមាន game ជាច្រើនទៀតមិនមែនតែប៉ុណ្្នឹងទេហើយបងប្អូន download ហើយ check មើលទៅថាយើងអាចលេង game ប្រភេទមួយណាទៀតហើយបើសិនជាបងប្អូនថាចង់លេង game បែបដូចមានដៃ game អាហ្នឹងទៅយើងមានដៃ game ប្រភេទជាប់ជាមួយទូរស័ព្ទអញ្ចឹងយើងអាចជាប់លេងជាមួយ game ទៅហើយយើងមើលបែបផ្ទាល់នៅក្នុង VR ហ្នឹងក៏បានដែរព្រោះកម្មវិធីខ្លះតម្រូវយើងជាប់មួយដៃ game ទៀតអញ្ចឹងសម្រាប់បងដែលចង់បានអីអាចរស់រាន់ទិញបានបាទប៉ុន្តែមួយរយៈនេះគឺដាច់ស្តុកដែរអញ្ចឹងក៏រងចាំចូលស្តុកដាច់ស្តុកចូលស្តុកដាច់ស្តុកភាសាប្រភេទនេះខ្ញុំកំពុងធ្វើការប្រម៉ូសិនតម្លៃល្អជាងទីផ្សារហើយគុណភាពគឺខុសពីទីផ្សារសប្តាហ៍ថ្ងៃអញ្ចឹងវីដេអូមានតែប៉ុណ្្នឹងទេអរគុណច្រើនបាទ